ក្រហមតាំងពីថ្ងៃទី19ខែវិច្ឆិកាមកដោយត្រូវចោទពីបទអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនិងអក្រិតកម្មសង្គ្រាមនោះកំពុងស្នើសហមេធាវីរបស់លោកឲ្យធ្វើបណ្ដឹងឧទ្ធរណ៍ដើម្បីទទួលបានសិទ្ធិរស់នៅក្រៅឃុំរហូតមកទល់ពេលនេះសាលាក្តីខ្មែរក្រហមនៅមិនទាន់ប្រកាសបើកសវនាការសម្រាប់លើសំណុំរឿងបណ្ដឹងឧទ្ធរណ៍របស់ខៀវសំផននៅឡើយទេខៀវសំផនគឺជាជនសង្ស័យចុងក្រោយក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់5នាក់ដែលត្រូវសាលាក្តីខ្មែរក្រហមបានចេញដីកាឃុំខ្លួនបណ្ដោះអាសន្នដើម្បីស៊ើបអង្កេតនិងសាកសួរបន្ថែមជុំវិញគោលនយោបាយនិងអំពើនានាដែលនាំដល់ការស្លាប់រង្គាលមនុស្សប្រមាណ1.7 លាននាក់រវាងឆ្នាំ1975រហូតដល់ឆ្នាំ1979ខៀវសំផនធ្លាប់បានអះអាងប្រាប់វិទ្យុអាស៊ីសេរីនៅមុនពេលចាប់ខ្លួនដែរថាដោយសារមានការលើកឡើងជាបន្តបន្ទាប់ថាលោកអាចប្រឈមនឹងការនាំខ្លួនលោកបានសម្រេចជ្រើសរើសមេធាវីពីររូបគឺលោកបណ្ឌិតសាយបូរីនិងមេធាវីជាតិបារាំងម្នាក់ទៀតឈ្មោះ Jacques Vergès ដើម្បីការពារក្តីជូនលោកមែនតើខ្ញុំទៅរកគាត់នឹងយូរដែរហើយខ្ញុំទៅរកគាត់តាំងពីខ្ញុំទើបចាប់ផ្ដើមផ្សាយសភៅខ្ញុំដំបូងម៉េះខ្ញុំឮសូរគេចេះតែនិយាយថាឲ្យបង្កើតតុលាការអន្តរជាតិបង្កើតតុលាការអន្តរជាតិណាហើយគេរកឈ្មោះខ្ញុំជាប់អញ្ចឹងអាហ្នឹងធម្មតាទេយើងត្រៀមព្រោះមានឈ្មោះមកកាសែតគេនិយាយហូរហែមកហើយយើងចេះនៅហៅថាពាក្យខ្មែរយើងថាប្រហែលអញ្ចឹងមិនកើតមេធាវីគេរើសចង្អុលឲ្យខ្ញុំមិនសូវសប្បាយខ្ញុំមិនសូវចង់បានទេចង់បានមេធាវីណាដែលខ្ញុំរើសដោយខ្លួនឯងហ្មងនៅមុនជាប់ឃុំនៅសាលាក្តីខ្មែរក្រហមខៀវសំផនអះអាងជាបន្តបន្ទាប់ថាលោកជាមនុស្សស្អាតស្អំមិនជំពាក់ជំពិននឹងការសម្លាប់មនុស្សទេពេលនោះផ្លូវការរបស់គេគឺថាប្រធានគណៈប្រធានរដ្ឋសូមជំរាបបណ្ដោយទៅគឺថាក្នុងឯកសារគេច្បាស់ណាប្រជុំគ្នាកំណត់ថាណែរឿងចាប់ចងអីហ្នឹងណាណាខ្លះមានសិទ្ធិចាប់ចងថ្នាក់ណាប៉ុន្តែគណៈប្រធានរដ្ឋហ្នឹងអត់មានសិទ្ធិចាប់ចងណាទេអត់បងទីពីរខ្ញុំសូមជម្រាបដែរគឺថាខ្ញុំនៅក្នុងគណៈមជ្ឈិមរបស់បកកុម្មុយនីសកម្ពុជាហ្នឹងណាដោយសារថាខ្ញុំជាអនុប្រធានគណៈសេរូជាកម្ពុជាបន្ទាប់ពីបកូណាហើយគេយល់ឃើញថាគេលើកមុខវត្តខ្ញុំតិចទៅតែខ្ញុំប៉ាត់នេះណាបានគេឲ្យខ្ញុំចូលគណៈមជ្ឈិមត្រៀមកាលឆ្នាំ71នោះដល់76នេះបានគេឲ្យខ្ញុំចូលជាមជ្ឈិមពេញទីមជ្ឈិមពេញសិទ្ធហើយគណៈមជ្ឈិមហ្នឹងអ្នកមានអំណាចមែនតែលុបត្រាតែគេទទួលខុសត្រូវតាមមូលដ្ឋានចាប់តាំងពីឆ្នាំ1998ខៀវសំផនបានចំណាយពេលវេលារស់នៅក្នុងជីវភាពជាពលរដ្ឋសាមញ្ញជាមួយគ្រួសារនៅឯក្រុងប៉ៃលិននិងម្ដងម្កាលធ្វើដំណើរទៅតំបន់អន្លង់វែងដែលជាតំបន់មូលដ្ឋានចុងក្រោយរបស់ខ្មែរក្រហមបន្ទាប់ពីការចាប់ខ្លួនអៀងសេរីនិងអៀងធីរិតរយៈពេល1ថ្ងៃខៀវសំផនត្រូវគេអះអាងថាតក់ស្លុតរហូតធ្លាក់ខ្លួនមានជំងឺនិងត្រូវបាននាំជាបន្ទាន់តាមឧទ្ធម្ភាគចក្ររបស់រាជរដ្ឋាភិបាលកម្ពុជាពីទីក្រុងប៉ៃលិនមកកាន់មន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញបន្ទាប់មកខៀវសំផនត្រូវសមត្ថកិច្ចនាំខ្លួនពីមន្ទីរពេទ្យនោះយកទៅឃុំបណ្ដោះអាសន្ននៅសាលាក្តីខ្មែរក្រហមនៅមុនពេលចាប់ខ្លួនពលគឺចាប់តាំងពីថ្ងៃទី16ខែសីហាឆ្នាំ2001មកខៀវសំផនធ្លាប់បានធ្វើសម្បត្តិចំហចំនួន2លើកដើម្បីបញ្ជាក់ជូនសាធារណជនអំពីភាពគ្មានទោសពៃរបស់ខ្លួនជាមួយគ្នានេះខៀវសំផនបានសរសេរសៀវភៅចំនួន2ក្បាលនិងចងក្រងឯកសារជាសម្លេងដើម្បីលាតត្រដាងខ្លះៗនៅការទទួលខុសត្រូវរបស់លោកនិងការដឹងឮខ្លះៗរបស់លោកអំពីមូលហេតុដែលនាំឲ្យមានការស្លាប់រង្គាលមនុស្សក្នុងរបបខ្មែរក្រហមក៏ប៉ុន្តែលោកវ៉ាន់ថានពៅតារាជានាយករងមជ្ឈមណ្ឌលឯកសារកម្ពុជាដែលចងក្រងឯកសារជាច្រើនម៉ឺនទំព័រទាក់ទិននឹងរបបខ្មែរក្រហមបានបញ្ជាក់យ៉ាងដូចនេះថាវាគ្រាន់តែជាព័ត៌មានដែលគាត់ព្យាយាមបង្ហាញដើម្បីលុបលាងនៅការនៅកំហុសរបស់គាត់ហើយការប្រើប្រាស់ព័ត៌មានហ្នឹងវាអាស្រ័យទៅលើតុលាការទេតាមការសិក្សាស្រាវជ្រាវឯកសារខ្មែរក្រហមនិងឯកសាររបស់អ្នកស្រាវជ្រាវជាច្រើនរូបបានសរសេរថាខៀវសំផនមានឈ្មោះបដិវត្តហៅថាហែមនិងមានឈ្មោះហៅក្រៅថាតាហុងឬតាឈុនខៀវសំផនកើតនៅថ្ងៃទី27ខែកក្កដាឆ្នាំ1931ត្រូវនឹងឆ្នាំម្សាញ់នៅឯខេត្តស្វាយរៀងភូមិភាគបូព៌ាខៀវសំផនបានបាត់បង់ឪពុកតាំងពីនៅក្មេងហើយគាត់មានប្អូនប្រុសម្នាក់ទៀតឈ្មោះខៀវសេងគីមរវាងឆ្នាំ1948រហូតដល់ឆ្នាំ1954ខៀវសំផនបានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិខៀវសំផនទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យប៉ារីសនៅឆ្នាំ1959នៅឆ្នាំដដែលនោះខៀវសំផនបានចូលជាសមាជិកបកសង្គមរាស្ត្រនិយមនិងធ្វើជាសាស្ត្រាចារ្យនៅវិទ្យាល័យឯកជនចម្រើនវិទ្យាបន្ទាប់ពីក្លាយជានិពន្ធនាយកកាសែត L'Observateur មួយរយៈ